តែអ៊ីរ៉ង់នឹងបិទច្រកសមុទ្រ Hormuz មែនឬយ៉ាងណាបើតាមគំនិតរបស់ខ្ញុំគឺអ៊ីរ៉ង់នឹងមិនបិទច្រកសមុទ្រ Hormuz ទេហើយបើច្រកនោះត្រូវបានបិទមែនដំណើរការនេះនឹងត្រូវបញ្ចប់ត្រឹមតែរយៈពេល1ខែប៉ុណ្ណោះយើងមកបែករឿងនេះជាពីរផ្នែកតើអ៊ីរ៉ង់មានសមត្ថភាពក្នុងការបិទច្រកសមុទ្រនេះទេឬហើយអ៊ីរ៉ង់មានសមត្ថភាពអាចធ្វើវាបានច្រកសមុទ្រ Hormuz មានទទឹងត្រឹមតែ21 miles ប៉ុណ្ណោះប៉ុន្តែកន្លងនាវាគឺកាន់តែតូចទៀតមានកន្លងផ្លូវនាវា2ដែលកន្លងនីមួយៗមានទំហំត្រឹមតែ3.7 គីឡូម៉ែត្រហើយមានគម្លាតពីនាវាមួយទៅនាវាមួយតែ2 គីឡូម៉ែត្រប៉ុណ្ណោះនោះហើយដែលធ្វើឲ្យច្រកនេះងាយនឹងមានការរំខាននៅសម័យសង្គ្រាមអ៊ីរ៉ង់អ៊ីរ៉ាក់ឆ្នាំ1980រាប់រយនាវាត្រូវបានវាយប្រហារមិនទទួលបានព័ត៌មានប្រចាំថ្ងៃបងមកអាច join Telegram Channel របស់យើងបានថ្មីនេះកាលពីឆ្នាំ2019អ៊ីរ៉ង់បានរឹបអូសនាវាដឹកប្រេងនិងនាវាដឹកទំនិញជាច្រើនដើម្បីបង្ហាញអំពីការមិនពេញចិត្តផ្នែកនយោបាយប៉ុន្តែឥឡូវនេះស្ថានភាពត្រូវបានផ្លាស់ប្ដូរអ៊ីរ៉ង់បានបាត់បង់អំណាចលើដែនអាកាសរបស់ខ្លួនអាមេរិកកំពុងចូលរួមផ្ទាល់ក្នុងចំនួនបើអ៊ីរ៉ង់នៅតែព្យាយាមបិទច្រកសមុទ្រនេះនាវានិងយន្តហោះរបស់ខ្លួនទំនើងជាត្រូវនឹងបំផ្លាញក្នុងរយៈពេលដ៏ខ្លី